គូអ្នកទាំងអស់យើងឥឡូវនេះតាមផ្លូវទៅអេធើតាពិតជាស្រស់ស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាហើយចំពោះតាមផ្លូវវិញក៏មិនធម្មតាដែរផ្លូវគេនិយាយទៅវាមិនធំទេប៉ុន្តែមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែនជាផ្លូវកស៊ូហើយមានទេសភាពវាលស្រែជាប់ជំនាញផ្លូវអញ្ចឹងណាមានដាំដំណាំមានអីតែខ្ញុំទៅនេះជារដូវកាលត្រជាក់អញ្ចឹងហើយដំណាំមួយចំនួនគឺអត់បានដាំដុះទេហើយនៅតាមផ្លូវគេពិតជាស្រស់ស្អាតខ្លាំងមែនទែនជាពិសេសឃើញផ្ទះរបស់ប្រជាពលរដ្ឋប្រាំងដែលគាត់រស់នៅហ្នឹងគឺមានសភាពធំមែនទែនវាខុសប្លែកពីអ្នកនៅក្រុងនៅអីអញ្ចឹងដោយសារនៅតាមខេត្តអញ្ចឹងដីគាត់ធំដីធ្វើសារធ្វើចការអញ្ចឹងគឺសបោដីមែនតើអញ្ចឹងហើយផ្ទះគាត់ហើយនេះគឺនៅក្នុងបរិវេណផ្ទះគឺធំទលាយមែនតើហើយនេះមកដល់ចំណតអេធើតាហើយចាំមើលជួបគ្នានៅក្នុងវីដេអូបន្តទៀតខ្ញុំថតអេធើតាអ្នកទាំងអស់គ្នាមកបាយបាយ